ចាលោកអ្នកនាងស្ដាប់ជាទីមេត្រីថ្ងៃ2ធ្នូគឺជាថ្ងៃដែលគណៈបកប្រជាជនកម្ពុជាគិតថាជាថ្ងៃបង្កើតរណសេរី2ធ្នូក្នុងឆ្នាំ1978ដើម្បីផ្ដួលរំលំរបបខ្មែរក្រហមដែលបានកាន់កាប់អំណាចអស់រយៈពេលជាង3ឆ្នាំធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់អស់ជិត2លាននាក់សម្រាប់អ្នកប្រវត្តិសាស្ត្របានមើលឃើញថាការបង្កើតរណសេរី2ធ្នូនេះគឺចេញពីការផ្ដួចផ្ដើមរបស់មេដឹកនាំយួនក្រុងហាណូយនិងក្រុមខ្មែរវៀតមិញដែលក្រុមនេះត្រូវបានបង្កើតឡើងដោយខ្មោចយួនហូជីមិញនៅឆ្នាំ1951ដែរនោះចាស់ថាតើរណសេរី2ធ្នូនេះពិតជាមានបំណងចង់រំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហមមែនឬក៏ចង់ឲ្យប្រទេសកម្ពុជាស្ថិតក្រោមយុទ្ធសាស្ត្រឥណ្ឌូចិនដែលដឹកនាំដោយយួនហូជីមិញចាត់ដូច្នេះតទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅអត្ថបទដែលបានចងក្រងឡើងដោយលោកហែមវ៉ាន់ឆនហើយលោកហែមវ៉ាន់ឆនគឺជាអតីតកងយោធាពិសេសនាសម័យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាពីប្រទេសបារាំងក្រោមប្រធានបទយុទ្ធសាស្ត្រនៃអង្គការលើសម្រាប់ខ្មែរក្រោយថ្ងៃ17មេសាឆ្នាំ1975និងថ្ងៃ7មករាឆ្នាំ1979នៅកម្ពុជាភាគទី4ជាភាគបញ្ចប់ដែលនាងខ្ញុំមង្គលនីដាសូមលើកយកមកអានជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ដូចតទៅក្រោយសម្រាប់លោកច័ន្ទស៊ីដោយអកំបាំងនោះមកអង្គការបកយួនក្រុងហាណូយបានតែងតាំងលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីទី1នៅថ្ងៃទី14ខែមករាឆ្នាំ1985ជំនួសរហូតមកទល់សពថ្ងៃនេះកងយុទ្ធមិត្តខ្មែរក្រហមពិតប្រាកដឯនេះវិញក្រោយពីបានទទួលការបរាជ័យនាថ្ងៃ7មករាឆ្នាំ1979នោះមកបានប្រមូលផ្ដុំកម្លាំងតស៊ូប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយនឹងកងទ័ពយួនហាណូយឈ្លានពានកម្ពុជាសាធារណរដ្ឋប្រជាមានិតចិនបានផ្ដល់ជំនួយជាគ្រឿងសព្វាវុធយុទ្ធភ័ណ្ឌចំនួន$1000 លានសហរដ្ឋអាមេរិកសម្រាប់ក្រុមខ្មែរក្រហមពិតប្រាកដបន្តការប្រយុទ្ធបណ្ដេញទ័ពយួនហាណូយចេញពីទឹកដីខ្មែរការឈ្លានពានកម្ពុជានាថ្ងៃ7មករាឆ្នាំ1979ពីសំណាក់កងទ័ពយួនហាណូយចាប់បង្ខំចំនួន25កងពលធំត្រូវបានពលរដ្ឋខ្មែរអន្តរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរទើបបណ្ដាលឲ្យកូនខ្មែរក្រោកឈរឡើងតស៊ូប្រយុទ្ធជាបន្តបន្ទាប់មានចលនាខ្មែរតស៊ូរណសេរីជាតិរំដោះប្រជាពលរដ្ឋខ្មែរហៅកាត់ថារជបខបានបង្កើតនៅថ្ងៃទី9ខែតុលាឆ្នាំ1979ដែលដឹកនាំដោយសម្ដេចបវរសេដ្ឋាសឿនសានឬហៅថាចលនាខ្មែរសេរីកាពេលនោះអង្គការបកយួនហាណូយបានបង្កើតចលនាខ្មែរសេរីដូចគ្នានោះដែរដើម្បីចោទចាប់សម្លាប់ពលរដ្ឋខ្មែរដោយរួមទាំងកម្មាភិបាលខ្មែរមួយចំនួនដែលនៅក្នុងជួរគណៈបកប្រជាជនកម្ពុជានោះផងដែរពាក្យស្លោកអង្គការយួនហាណូយបានចែងថាត្រូវចោទចាប់សម្លាប់ខ្មែរច្រឡំវាប្រសើរទុកឲ្យខ្មាំងរួចខ្លួនមានចលនាខ្មែរតស៊ូមួយក្រុមទៀតហៅថាហ្វុនស៊ីនពេជ្របានចាប់បដិសន្ធិនៅថ្ងៃទី26ខែមិថុនាឆ្នាំ1981ដឹកនាំដោយសម្ដេចនរោត្តមសីហនុព្រះអង្គបានបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគីមួយហៅថារដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យពីព្រោះមានកងយុទ្ធមិត្តខ្មែរក្រហមពិតប្រាកដដែលដឹកនាំដោយសាឡុតសហៅប៉ុលពតខៀវសំផនអៀងសារីបានចូលរួមកម្លាំងប្រយុទ្ធបណ្ដេញចោរថ្មិលឥតសាសនាយួនហាណូយឲ្យចេញពីទឹកដីខ្មែរដោយមានព្រះរាជវត្តមានសម្ដេចនរោត្តមសីហនុជាព្រះប្រធាននៃរដ្ឋាភិបាលត្រីភាគីនោះចលនាទាំង3ប្រមុខដឹកនាំដែលមានក្រុមឈ្មោះខុសៗគ្នាក៏ដោយតែចលនាខ្មែរតស៊ូទាំង3ក្រុមនេះមិនដែលវាយប្រហារគ្នាទៅវិញទៅមក
ដោយប្រើពាក្យសម្ដីនយោបាយឃោសនាប្រជាភិថុតបំបែកបំបាក់ដែលនាំឲ្យខ្មែរធ្លាក់ចូលទៅក្នុងអន្ទាក់នៃយុទ្ធសាស្ត្រច្រេះស៊ីដែកដោយមិនដឹងខ្លួននោះទេចលនាខ្មែរតស៊ូទាំង3ប្រមុខដឹកនាំបានស្គាល់សត្រូវរួមពិតរបស់ខ្លួនខ្មែរត្រូវមានឆន្ទៈគោលដៅពិតប្រាកដដោយមិនស្រពេចស្រពិលគឺត្រូវបណ្ដេញរដ្ឋអំណាចយួនក្រុងហាណូយចេញពីកម្ពុជារដ្ឋាភិបាលភ្នំពេញដែលបានប្រសូតចេញពីគណបកប្រជាជនកម្ពុជាត្រួតត្រាដោយរដ្ឋអំណាចអង្គការបកយួនក្រុងហាណូយដែលដឹកនាំដោយខ្មែរក្រហមមួយក្រុមដែលជាអតីតខ្មែររណសេរីដោយគ្រាន់តែមានមុខមាត់និយាយនិងអនុវត្តផែនការជំនួសអង្គការលើយួនហាណូយប៉ុណ្ណោះបានតែងតែមានទំនាស់ជាមួយក្រុមខ្មែរវៀតមិញដូចជាប៉ែនសុវណ្ណច័ន្ទស៊ីច័ន្ទភិនរស់សម័យកែវចិន្តាជាស៊ីមជាដើមដូច្នេះរាល់សិទ្ធិសញ្ញាទាំងឡាយណាដែលអង្គការ7មករាយួនហាណូយបានដាក់ផែនការអនុវត្តទៅតាមយុទ្ធសាស្ត្រផ្សេងៗប្រឡាយពូជសាសន៍ខ្មែរបន្តបំផ្លាញខ្មែរគ្រប់វិស័យទៅតាមមហិច្ឆតារបស់យួនក្រុងហាណូយចាប់តាំងពីពេលនោះមកព្រឹត្តិការណ៍ផ្សេងៗបានចាប់ផ្ដើមតាំងពីទសវត្សរ៍ឆ្នាំ80នោះមកជាបន្តបន្ទាប់ដូចជាការកាប់បំផ្លាញព្រៃឈើបញ្ចូលអាណាគមកិច្ចយួនហាណូយក្នុងកម្ពុជាបាចថ្នាំគីមីម្សៅពុលតាមអណ្ដូងទឹកតាមទឹកវាលស្រែបណ្ដាលឲ្យពលរដ្ឋខ្មែរមានជំងឺរាគក្អួតឈឺក្រពះពោះវៀនគោក្របីផឹកទឹកមានជំងឺឈឺស្លាប់និងធ្វើឲ្យត្រីមានដំបៅរលេះរលួយនិងប្រើផ្សែងពុលសណ្ដំធ្វើឲ្យមនុស្សដេកសន្លប់ទោះបើកភ្នែកឃើញព្រឹត្តិការណ៍ផ្សេងៗក៏ស្រែកឲ្យគេជួយមិនបានយុទ្ធសាស្ត្រយួនហាណូយបានកំពុងអនុវត្តសម្រាប់បំផ្លាញខ្មែរក្នុងអាណានិគមនិយមបែបថ្មីក្នុងទសវត្សរ៍ទី21នេះគឺគ្រាន់តែបដូរយុទ្ធសាស្ត្រសម្រាប់ខ្មែរពីការប្រើឧបករណ៍ត្បូងចបគល់ឫស្សីដោយខ្ចីដៃខ្មែរមួយក្រុមកូនអង្គការឥឡូវបានប្រែក្លាយយុទ្ធសាស្ត្របែបថ្មីបំភាន់ភ្នែកខ្មែរនិងអន្តរជាតិដូចជាយុទ្ធសាស្ត្រសម្បទានដីអភិវឌ្ឍបង្កើនល្បឿនកាប់ឈើព្រៃបង្កើតក្រុមហ៊ុនយួនហាណូយឆក់ប្លន់ដីស្រែចម្ការកសិករខ្មែរបញ្ចូលត្រីសាច់បន្លែពីហាណូយដែលផ្ទុកដោយសារធាតុគីមីជាតិពុលបំផ្លាញសុខភាពពលរដ្ឋខ្មែរវត្តមានកងទ័ពយួនហាណូយឈ្លានពានកម្ពុជានាថ្ងៃ7មករាឆ្នាំ1979បានបង្កឲ្យមានសត្រូវជុំទិស 1. ពលរដ្ឋខ្មែរមិនពេញចិត្តយួនហាណូយតាំងមូលដ្ឋានទ័ពនៅកម្ពុជា 2. អន្តរជាតិថ្កោលទោសក្រុងហាណូយឈ្លានពានកម្ពុជា 3. ចលនាខ្មែរតស៊ូត្រីភាគីវាយឆ្មក់ទ័ពយួនហាណូយស្លាប់ពី300ទៅ400ក្បាលជារៀងរាល់ថ្ងៃទូទាំងផ្ទៃប្រទេសកម្ពុជា 4. កងទ័ពខ្មែរមួយចំនួនច្រើនធ្វើការជាមួយយួនហាណូយតែបម្រើផលប្រយោជន៍ខ្មែរមិនប្រយុទ្ធជាមួយចលនាខ្មែរត្រីភាគី 5. រុស្ស៊ីមានវិបត្តិនយោបាយសេដ្ឋកិច្ចមិនអាចគាំទ្រយួនហាណូយតាំងមូលដ្ឋានឈ្លានពានកម្ពុជាបាន 6. ប្រជាជនវៀតណាមបានស្រែកយំនៅចំពោះមុខរដ្ឋាភិបាលក្រុងហាណូយឲ្យសងជីវិតកូនចៅរបស់ពួកគេដែលត្រូវបានក្រុងហាណូយចាប់បង្ខំបញ្ជូនទៅស្លាប់នៅកម្ពុជាគឺមិនមែនកងទ័ពវៀតណាមស្ម័គ្រចិត្តដោយគណបកប្រជាជនកម្ពុជាបានតែងតែលើកឡើងដោយគ្រាន់តែនិយាយជំនួសបបោមាត់អង្គការយួនក្រុងហាណូយប៉ុណ្ណោះយុទ្ធសាស្ត្រនៃការទាល់ច្រកនយោបាយសត្រូវយួនក្រុងហាណូយ
ទើបបណ្ដាលឲ្យមានកិច្ចជំនួបមួយរវាងសម្ដេចនរោត្តមសីហនុព្រះប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យនិងនាយករដ្ឋមន្ត្រីហ៊ុនសែននៅប្រទេសបារាំងក្នុងឆ្នាំ1987និងឆ្នាំ1988ដើម្បីធ្វើការចរចាស្ដីពីការឈប់បាញ់គ្នានិងរំលាយជំរំខ្មែរតស៊ូនៅតាមជាយដែនខ្មែរថៃរំសាយកងទ័ពមួយចំនួនច្រើនត្រូវដុតបំផ្លាញអាវុធចោលជាដើមជាពិសេសគឺកងយុទ្ធមិត្តខ្មែរក្រហមពិតប្រាកដតែម្ដងយួនហាណូយខ្លាចខ្មែរក្រហមខ្លាំងណាស់ពីព្រោះខ្មែរក្រហមពិតប្រាកដដោយរួមទាំងខ្មែរក្រហមអតីតហៅខ្មែររណសេរដែលភ្ញាក់រលឹកបានប្រមូលផ្ដុំកម្លាំងចែកជាពួកជាក្រុមវាយឆ្មក់តាមក្បួនទ័ពព្រៃខ្មែរក្រហមពិតប្រាកដ3នាក់អាចវាយឆ្មក់ទ័ពយួនហាណូយ30នាក់ចុះបើខ្មែរក្រហម5000នាក់តើអាចវាយឆ្មក់ទ័ពយួនបានប៉ុន្មានម៉ឺននាក់ទើបបណ្ដាលឲ្យមានការដកកងទ័ពយួនចេញពីកម្ពុជាក្នុងឆ្នាំ1989មួយចំនួនប៉ុណ្ណោះមួយចំនួនទៀតត្រូវរក្សាទុកនៅកម្ពុជាដដែលគឺគ្រាន់តែដោះដូរសម្លៀកបំពាក់ឯកសណ្ឋានយោធាចេញស្លៀកពាក់ស៊ីវិលរស់នៅបង្កប់ជាមួយប្រជាជនវៀតណាមសាមញ្ញខុសច្បាប់កប់អាវុធក្នុងព្រៃប៉ុន្តែជំនាញការនៃអង្គការយួនហាណូយនៅតែកាន់ការចង្អុលទិសដៅបញ្ជារដ្ឋាភិបាលភ្នំពេញរៀងរហូតមក3ឆ្នាំក្រោយពីជំនួបកិច្ចចរចានោះមកកិច្ចព្រមព្រៀងសន្តិភាពស្ដីពីកម្ពុជាបានចាប់បដិសន្ធិនៅថ្ងៃទី23ខែតុលាឆ្នាំ1991នាទីក្រុងប៉ារីសប្រទេសបារាំងដោយមានបណ្ដាប្រទេសចំនួន19រួមទាំងកម្ពុជាមួយផងនោះដើម្បីធានារ៉ាប់រងផ្ដល់ជំនួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមបំបត្តិភាពក្រីក្រគោរពសិទ្ធិមនុស្សរក្សាការពារសន្តិភាពឯករាជ្យជាតិអធិបតេយ្យភាពអព្យាក្រឹតការពារបូរណភាពដែនដីនិងមិនមានការបោះឆ្នោតដោយសេរីអយុត្តិធម៌នោះទេនឹងរួមទាំងសិទ្ធិសញ្ញាទាំងឡាយណាដែលយួនក្រុងហាណូយបង្ខំឲ្យកម្ពុជាចុះហត្ថលេខាទទួលយល់ព្រមរវាងវៀតណាមហាណូយកម្ពុជានោះត្រូវទុកជាមោឃៈនេះគឺជាសមិទ្ធផលដ៏ឧត្តមឧត្តមនៃព្រះរាជអន្តរាគមន៍របស់សម្ដេចឪនរោត្តមសីហនុបណ្ដាប្រទេសជាច្រើនបានផ្ដល់ជំនួយអភិវឌ្ឍកម្ពុជាចាប់តាំងពីក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសរហូតសព្វថ្ងៃនេះប៉ុន្តែកម្ពុជាបានបោះជំហានយឺតបំផុតដោយសន្សឹមដើម្បីអូសបន្លាយពេលវេលាសម្រាប់នៅផែនការនយោបាយនៃយុទ្ធសាស្ត្រលេបត្របាក់កម្ពុជាដែលអង្គការលើយួនហាណូយបានរៀបចំទុកនោះក្រោយកិច្ចព្រមព្រៀង23តុលាឆ្នាំ1991កម្ពុជាបានរៀបចំការបោះឆ្នោតនៅឆ្នាំ1993ដោយសេរីយុត្តិធម៌ដែលមតិជាតិនិងអន្តរជាតិពិតជាទទួលយកបានដោយមានអង្គការអន្តរជាតិឯករាជ្យមួយបានចូលរួមត្រួតពិនិត្យដែលហៅកាត់ថាអ៊ុនតាក់កម្ពុជាបានផ្លាស់មុខមាត់ពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជានៃរបបសមមិត្តបានប្រែក្លាយជារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញហៅថាព្រះរាជាណាចក្រកម្ពុជាតែឈ្មោះព្រោះគ្រប់គ្រងថែរក្សាខ្សែស្រឡាយរាជវង្សនិងរាជសម្បត្តិប៉ុណ្ណោះនិងមិនមានអំណាចអ្វីក្នុងឆាកនយោបាយដឹកនាំប្រទេសឡើយក្រុមបញ្ញវន្តកុម្មុយនីសខ្មែរសាឡុតសដែលយួនហៅថាប៉ុលពតមិនបានចូលរួមជាមួយរាជរដ្ឋាភិបាលថ្មីដែលសរសេរផ្លាកព្រះរាជាណាចក្រកម្ពុជាតែឈ្មោះសពថ្ងៃនេះទេព្រោះពួកគាត់មិនទុកចិត្តដោយសារកងទ័ពយួនហាណូយស្លៀកពាក់ស៊ីវិលបង្កប់នៅតែមានវត្តមានបំភាន់មតិជាតិ
ខ្មែរនិងអន្តរជាតិដដែលក្រុមខ្មែរកុម្មុយនីសឬខ្មែរក្រហមពិតប្រាកដបានធ្លាប់ចាញ់កលល្បិចនយោបាយយួនក្រុងហាណូយស្ទើររលាយប្រទេសអន្តរាយទាំងអាយុជីវិតខ្មែររួមទាំងក្រុមរបស់ខ្លួនត្រូវបានថ្កោលទោសពីមតិជាតិនិងអន្តរជាតិទៀតផងក្រោយមកខ្មែរកុម្មុយនីសបានចែកចេញជាពីរក្រុមមួយក្រុមបានចុះចូលជាមួយរាជរដ្ឋាភិបាលបន្ទាប់នៅភ្នំពេញមួយក្រុមទៀតដែលមានសាឡុតសហៅប៉ុលពតសុនសេននួនជាតាម៉ុកដាច់ខាតមិនចុះចូលជាមួយរដ្ឋាភិបាលបន្ទាប់នៅភ្នំពេញនោះទេព្រោះរដ្ឋអំណាចនៅកម្ពុជាគឺជារដ្ឋអំណាចក្លែងភេទដោយការត្រួតត្រាសម្រាប់ខ្មែរបន្តនៃមេបនវាទីនិយមយួនក្រុងហាណូយដដែលព្រោះសាឡុតសមិនត្រូវការជាប់ឈ្មោះជាជនជាប់ចោទទោសឧក្រិដ្ឋអន្តរជាតិជាលើកទី2នោះទេពាក្យចាស់លោកពោលថាស្វាស៊ីបាយលាបមាត់ពពែនោះថ្ងៃ7មករាឆ្នាំ1979អង្គការយួនហាណូយបានបង្រៀនទ្រឹស្ដីនៃគោលមាគ៌ានយោបាយរបស់ពួកគេថាការឈ្លានពានកម្ពុជាគឺជាការពិបាកណាស់ទៅហើយប៉ុន្តែការកសាងរដ្ឋអំណាចនិងការការពាររដ្ឋអំណាចវាកាន់តែពិបាកខ្លាំងណាស់ទៅទៀតដូច្នេះក្រុមខ្មែរក្រហមពិតប្រាកដពិតជាពុំបានមានគំនិតប្រឡាយពូជសាសន៍ខ្មែរខ្លួនឯងនោះឡើយសូម្បីតែសត្វខ្លាតិរិឆានក៏វាមិនស៊ីសាច់ខ្លាដូចគ្នានោះដែរប៉ុន្តែគឺជាក្រុមដែលធ្លាក់ចូលទៅក្នុងអន្ទាក់នៃយុទ្ធសាស្ត្ររបស់យួនក្រុងហាណូយតែទោះជាយ៉ាងណាក្តីក្រុមបញ្ញវន្តខ្មែរអស់ទាំងនោះត្រូវតែបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិទីក្រុងឡាអេប្រទេសហូឡង់ទើបអាចស្វែងរកយុត្តិធម៌ពិតប្រាកដជូនប្រជាជាតិខ្មែរនិងជាទីកន្លែងដ៏ថ្លៃថ្នូរយុត្តិធម៌សម្រាប់ពួកគាត់និងពិភពលោកអង្គការលើយួនហាណូយបានប្រឡាយពូជសាសន៍ខ្មែរក្នុងឧបាយកលពឹសពុលរួចចាប់ក្រុមជាប់ចោទខ្មែរក្រហមពិតប្រាកដទៅកាត់ទោសនៅប្រទេសកម្ពុជាដែលស្ថិតនៅក្រោមឥទ្ធិពលអំណាចនៃយួនក្រុងហាណូយដដែលសូមអំពាវនាវខ្មែរនៅក្នុងប្រទេសនិងក្នុងពិភពលោកត្រូវទាមទារសូមឲ្យអង្គការសហប្រជាជាតិគិតពិចារណាសារជាថ្មីឡើងវិញសម្រាប់ប្រជាជាតិខ្មែរដើម្បីឲ្យសមស្របតាមធម្មនុញ្ញអន្តរជាតិដែលបានចែងយ៉ាងច្បាស់ស្ដីពីសិទ្ធិមនុស្សពិភពលោកត្រូវបានអនុវត្តតាំងពីឆ្នាំ1948នោះប្រទេសមានម្ចាស់ពិភពលោកត្រូវគោរពអនុវត្តច្បាប់វិបត្តិនៃការកាត់ទោសក្រុមខ្មែរក្រហមពិតប្រាកដដោយតុលាការកូនកាត់អន្តរជាតិនៅកម្ពុជា1អន្តរជាតិត្រូវចំណាយថវិកាអស់ច្រើនដោយការអូសបន្លាយពេលវេលាយូរ2ការអូសពេលវេលាយូរគឺជាយុទ្ធសាស្ត្រសម្រាប់ក្រុមមេដឹកនាំខ្មែរក្រហមពិតប្រាកដស្របពេលដែលសាក្សីនៅមានជីវិតដ៏សំខាន់នៃរបបកម្ពុជាប្រជាធិបតេយ្យ3ការសម្លាប់សាក្សីរស់នេះហើយដែលជាការបិទបាំងនៃយុទ្ធសាស្ត្រយួនក្រុងហាណូយបានប្រឡាយពូជសាសន៍ខ្មែរចាប់តាំងពីថ្ងៃទី17ខែមេសាឆ្នាំ1975រហូតដល់ឆ្នាំ1979នៅពាក់កណ្ដាលឆ្នាំ1997សាឡុតសយួនហៅប៉ុលពតធ្លាប់បានរាយការណ៍ចំពោះមុខអ្នកសារព័ត៌មានជនជាតិអាមេរិកកាំងម្នាក់នៅជាយដែនខ្មែរថៃថារូបគាត់និងក្រុមបញ្ញវន្តខ្មែរកុម្មុយនីសមិនបានសម្លាប់ខ្មែរជាតិសាសន៍ខ្លួនឯងនោះទេប៉ុន្តែជាយុទ្ធសាស្ត្រយួនវេព្រោះក្រុមមេដឹកនាំយួនហាណូយស្អប់ខ្ពើមក្រុមខ្មែរកុម្មុយនីសខ្លាំងណាស់ដោយសារពួកគាត់
បានប្រឆាំងជាមួយយុទ្ធសាស្ត្រនយោបាយវាទីនិយមនៃបកកុម្មុយនីសឥណ្ឌូចិនដែលយួនក្រុងហាណូយមានផែនការលេបត្របាក់កម្ពុជាប្រឡ័យពូជសាសន៍ខ្មែរដូច្នេះទើបយួនក្រុងហាណូយតែងតែប៉ុនប៉ងសម្រាប់ក្រុមខ្មែរកុម្មុយនីសឬក្រុមខ្មែរក្រហមទៅតាមយុទ្ធសាស្ត្រនៃឧបាយកលផ្សេងបន្ទាប់មករដ្ឋាភិបាលនៃសហរដ្ឋអាមេរិកលោក Bill Clinton មានគម្រោងការនាំយកសាឡុតសចេញទៅក្រៅប្រទេសដើម្បីបញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិទីក្រុងឡាអេប្រទេសហូឡង់ប៉ុន្មានខែក្រោយមកសាឡុតសត្រូវបានអង្គការលើយួនក្រុងហាណូយបញ្ជាឲ្យសម្លាប់ចោលដោយអាថ៌កំបាំងនៅថ្ងៃទី15ខែមេសាឆ្នាំ1998តាមរយៈយោធាថៃមួយក្រុមដែលជាក្រុមបកពួកអ្នកដែលមាននយោបាយជិតស្និទ្ធជាមួយគណបកប្រជាជនកម្ពុជាក្រោមទឹកប្រាក់$3 លានសហរដ្ឋអាមេរិកដែលជាថ្នូរនៃការបិទបាំងនៃអង្គការបិទមុខប្រឡាយពូជសាសន៍វៀតណាមយួនហាណូយចាប់តាំងពីថ្ងៃទី17ខែមេសាឆ្នាំ1975ដល់ឆ្នាំ1979និងបានកំពុងបន្តរហូតដល់របបព្រះរាជាណាចក្រអាស្រ័យរដ្ឋធម្មនុញ្ញសពថ្ងៃនេះទៀតគណៈបកថៃមួយក្រុមដែលបានកំពុងមាននយោបាយជិតស្និទ្ធជាមួយគណៈបកប្រជាជនកម្ពុជាគឺបានកំពុងនាំយកគ្រោះមហន្តរាយបំបែកបំបាក់ផ្ទៃក្នុងប្រទេសថៃយុទ្ធសាស្ត្រឈ្នះឈ្នះនេះគឺជាផែនការនៃអង្គការរៀបចំយួនក្រុងហាណូយទាំងអស់ពាក្យស្លោកយួនហាណូយបានចែងថាមុនឈ្លានពានប្រទេសណាមួយត្រូវធ្វើឲ្យបែកបាក់ផ្ទៃក្នុងប្រទេសនោះទន់ខ្សោយជាមុនសិនការសម្លាប់សាឡុតសហៅប៉ុលពតឲ្យបានមុនរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកនាំយកខ្លួនគាត់បញ្ជូនទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅទីក្រុងឡាអេក៏មិនខុសពីការឈ្លានពានកម្ពុជានាថ្ងៃ7មករាឆ្នាំ1979យួនក្រុងហាណូយវាយលុកចូលកម្ពុជាឲ្យបានមុនកិច្ចសហអន្តរកម្មនៃអង្គការសិទ្ធិមនុស្សអន្តរជាតិចូលត្រួតពិនិត្យកម្ពុជានាថ្ងៃ15ខែមករាឆ្នាំ1979ដូចគ្នានោះដែរអង្គការលើយួនហាណូយសោកស្ដាយខ្លាំងណាស់ក្នុងការអនុវត្តយុទ្ធសាស្ត្រច្រេះស៊ីដែកដោយខ្ចីដៃខ្មែរកូនអង្គការសម្រាប់ខ្មែរមិនអស់ចាប់តាំងពីថ្ងៃទី17ខែមេសាឆ្នាំ1975ដល់ឆ្នាំ1979អង្គការលើយួនហាណូយបានបង្ខំរាជរដ្ឋាភិបាលបន្ទប់នៅភ្នំពេញឲ្យចុះហត្ថលេខាបំពេញបន្ថែមនៅឆ្នាំ2005ដើម្បីបន្តការសម្លាប់ខ្មែរគ្រប់រូបភាពបំផ្លាញខ្មែរគ្រប់វិស័យទាំងសេដ្ឋកិច្ចទាំងវប្បធម៌សម្ដេចជាស៊ីមប្រធានព្រឹទ្ធសភានិងជាមេបកប្រជាជនកម្ពុជាដ៏ស្ងៀមស្ងាត់រូបនេះមិនបានចុះហត្ថលេខាទទួលស្គាល់សិទ្ធិសញ្ញាបំពេញប្រឡ័យពូជសាសន៍ខ្មែរបន្ថែមដោយក្រុងហាណូយនៅឆ្នាំ2005នោះឡើយទង្វើនេះគឺជាសម្បញ្ញមនសិការខ្មែរពិតជាមានរាល់កលៈទេសៈអាណានិគមកិច្ចយួនហាណូយអញ្ចឹងហើយទើបមានការចោទចាប់សម្លាប់ក្រុមមនុស្សរបស់សម្ដេចជាស៊ីមសម្ដេចហេងសំរិនក៏ត្រូវបានអង្គការយួនក្រុងហាណូយសម្លាប់ទីប្រឹក្សារបស់លោកដើម្បីទុកជាការព្រមានកាលពីប៉ុន្មានឆ្នាំមុននៅខេត្តកំពង់ចាមសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានលើកយកពាក្យមួយឃ្លាថាថ្ងៃនេះគេថាហ៊ុនសែនស្នេហាជាតិថ្ងៃក្រោយគេថាហ៊ុនសែនក្បត់ជាតិពាក្យគេថាគឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនលើកឡើងសម្ដៅទៅអង្គការលើយួនហាណូយដោយចំតែម្ដងអង្គការលើយួនហាណូយប្រើឧបាយកលចោទចាប់សម្លាប់ខ្មែរពីក្រុមមួយទៅក្រុមមួយដូចជាការចោទចាប់សម្លាប់ពលរដ្ឋខ្មែរម្ចាស់ស្រុកប្លន់ដីស្រែចម្ការផ្
ផ្ទះសម្បែងតំបន់អបគមដូចជានៅស្រុកឆ្លងខេត្តក្រចេះចាប់ពលរដ្ឋខ្មែរដាក់គុកពលរដ្ឋខ្មែរបឹងកក់បូរីកៃឡាដីក្រហមអមលៀងឧដុង្គកំពង់ស្ពឺស្រយ៉ង់កោះកេរព្រះវិហារចន្ទ្រាមេមត់រតនគិរីកោះកុងស្វាយរៀងជីក្រែងសៀមរាបគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានតែឈ្មោះប៉ុណ្ណោះការចោទចាប់បាញ់សម្លាប់អ្នកស្នេហាជាតិខ្មែរដូចជាលោកជាវិជាប្រធានសហជីពកម្មករដោយគ្រាន់តែសុំទាមទារសិទ្ធិសេរីភាពដំឡើងប្រាក់ខែជូនកម្មករក៏ដូចជាដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការប៉ូលីសទាហានគ្រូបង្រៀននោះដែរការបាញ់សម្លាប់លោកឈុតវុធីប្រធានអង្គការការពារព្រៃឡង់ដែលជាសម្បត្តិធម្មជាតិរបស់ខ្មែរក៏ដូចជាអាយុជីវិតពលរដ្ឋខ្មែរនិងពិភពលោកនោះដែរការបាញ់សម្លាប់អ្នកសារព័ត៌មានខ្មែរលោកធុនប៊ុនលីលោកខឹមសម្បូរនិងកូនប្រុសរបស់លោកហងសេរីឧត្តមរួមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀតការបាញ់ប្រហារព្រះភិក្ខុសំប៊ុនធឿនការកាប់ដោយដាវសាមូរ៉ៃធ្វើគុតព្រះភិក្ខុអៀងសុធឿននិងចាប់ផ្សឹកព្រះចៅអធិការទឹមសាខនគំរាមចាប់ផ្សឹកព្រះភិក្ខុលូនសាវ៉ាតពលរដ្ឋខ្មែរស្លាប់និងរងរបួសជិត 1000 នាក់នៅលើស្ពានកោះពេជ្រកាលពីរាត្រីថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2010និងបំពុលដោយម្សៅសារធាតុគីមីគ្មានក្លិនតាមរយៈបន្លែទឹកគ្រឿងទេសកាហ្វេឆ្ងាញ់តែកញ្ចប់ក្លិនក្រអូបទឹកដោះគោឈ្ងុយដែលផលិតចេញពីប្រទេសយួនហាណូយបំផ្លាញសុខភាពពលរដ្ឋខ្មែរដោយប្រើពេលវេលាកំណត់និងតាមរយៈចំណីអាហារស្រាសកម្មករដួលសន្លប់នៅតាមរោងចក្រឬតាមទីប្រជុំជនការបង្កើតក្រុមបងតូចបងធំដែលបានជ្រើសចេញពីប្រភពក្មេងអន្តពាលដែលមានអង្គការយួនបាក់គីជាមេខ្លោងនោះដើម្បីធ្វើព្យុះធ្វើភ្លៀងអស្ថិរភាពសង្គមខ្មែរបង្កើតអំពើពុករលួយបន្ថោកភោគផលកសិករខ្មែរដូចជាស្រូវអង្ករដំឡូងជាដើមឡាក់ការចោទចាប់អ្នកនយោបាយខ្មែរស្នេហាជាតិពិតប្រាកដដូចជាសមាជិកសភាលោកសំរងស៊ីបានដកបង្គោលឈ្លានពានដើម្បីការពារផលប្រយោជន៍ពលរដ្ឋខ្មែរចាប់លោកមុំសុណងដូប្រធានសមាគមអ្នកប្រជាធិបតេយ្យដើម្បីគម្រាមបំបិទមាត់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បានប្រកាសហាមកាប់បំផ្លាញព្រៃឈើប៉ុន្តែมันមានប្រសិទ្ធភាពក្រុមហ៊ុនយួនហាណូយនៅតែកាប់ទន្ទ្រានយ៉ាងងងើលព្រោះកម្ពុជាគឺជារដ្ឋអំណាចយួនក្រុងហាណូយត្រួតត្រាខ្មែរចូលខ្មែរទាំងអស់មេត្តាឈប់ឆ្ងល់ទៀតទៅសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បានលើកឡើងដោយចំហថាខ្ញុំចូលចិត្តនិយាយត្រង់ទៅត្រង់មកវាមានទ័ពវៀតណាមហាណូយជាង 100000 នាក់វានៅពីលើក្បាលខ្ញុំតើឲ្យខ្ញុំធ្វើយ៉ាងម៉េចក្រុមហ៊ុនចារកិច្ចវៀតណាមហាណូយដែលបានកំពុងកាប់បំផ្លាញព្រៃឈើខ្មែរបានថ្មេះដៀលពលរដ្ឋខ្មែរថាអញមិនខ្លាចនាយករដ្ឋមន្ត្រីឯងផងរឿងអីអញខ្លាចខ្មែរក្រមអ្នកស្រុកយើងសួរថាតើមានខ្មែរណាដែលមិនឈឺចិត្តដោយសារហាណូយដៀលខ្មែរបែបនេះដូច្នេះស្ថានភាពនយោបាយនៅកម្ពុជានាថ្ងៃទី17ខែមេសាឆ្នាំ1975រហូតដល់ថ្ងៃ7មករាឆ្នាំ1979ដោយសង្គ្រាមផ្ទុះអាវុធសង្គ្រាមស៊ីវិលសង្គ្រាមសេដ្ឋកិច្ចសពថ្ងៃនេះក្តីគឺមិនមែនសង្គ្រាមរវាងខ្មែរអ្នកប្រជាធិបតេយ្យជាមួយខ្មែរនៅក្នុងគណបកប្រជាជនកម្ពុជានោះទេគឺជាសង្គ្រាមខ្មែរនិងរដ្ឋអំណាចហាណូយត្រួតត្រាកម្ពុជាយ៉ាងពិតប្រាកដហើយក៏មិនមែនសង្គ្រាមរវាងថៃខ្មែរគឺជាសង្គ្រាមថៃវាយរដ្ឋអំណាចយួនហាណូយនៅកម្ពុជាខ្មែរត្រូវបែងចែករវាងមិត្តនិងសត្រូវចំពោះមុខឲ្យបានច្បាស់
មិនមានខ្មែរណាម្នាក់ត្រូវទទួលទោសដោយសារការភ្ញាក់រលឹកសាងគុណដើម្បីបុព្វហេតុជាតិខ្មែរលាងកំហុសបន្ថយទោសព្រោះចាញ់ឧបាយកលយួនក្រុងហាណូយសូមអំពាវនាវចំពោះកូនខ្មែរប្រុសស្រីគ្រប់និន្នាការនយោបាយដែលមានជីវិត3លើទឹកដីមហានគរខ្មែរកម្ពុជាសូរិនកម្ពុជាកណ្ដាលកម្ពុជាក្រោមខ្មែរអ៊ីស្លាមរួមទាំងខ្មែរកូនកាត់គ្រប់ជាតិសាសន៍ទាំងអស់ដែលមានមនសិការលះបង់បម្រើផលប្រយោជន៍ខ្មែរត្រូវក្រោកឈរឡើងជ្រងទង់ស្នេហាជាតិធ្វើដំណើរឆ្ពោះទៅទិសខាងកើតត្រូវប្រើអំណាចបុព្វសិទ្ធិមហាជនក្នុងនាមខ្មែរម្ចាស់ស្រុកក្នុងការទាមទារសិទ្ធិសេរីភាពដោយរួមទាំងច្បាប់អន្តរជាតិ$23ឆ្នាំ1991ដើម្បីជ្រើសរើសអ្នកដឹកនាំខ្មែរពិតប្រាកដដែលប្រកបដោយទសពិធធម៌ក្នុងនាមខ្មែរដឹកនាំខ្មែរសង្គ្រោះខ្មែរពេលនោះរដ្ឋអំណាចយួនហាណូយនៅកម្ពុជាត្រូវអស់លក្ខដោយសារស្នាដៃកូនខ្មែរនិងកិច្ចព្រមព្រៀង$23ឆ្នាំ1991ស្ដីពីកម្ពុជានៅទីក្រុងប៉ារីសប្រទេសបារាំងជាក់ជាពុំខានឡើយចាអត្ថបទរបស់លោកហែមវ៉ាន់ឆនជាអតីតកងយោធាពិសេសនាសម័យរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាពីប្រទេសបារាំងក្រោមប្រធានបទយុទ្ធសាស្ត្រនៃអង្គការលើសម្រាប់ខ្មែរក្រោយថ្ងៃ17មេសាឆ្នាំ1975និងថ្ងៃ7មករាឆ្នាំ1979នៅកម្ពុជាភាគទី4ដែលជម្រាបជូនដល់នាងខ្ញុំមង្គលនីដានៅពេលនេះចប់តែប៉ុណ្ណេះចា៎នាងខ្ញុំក៏សូមជម្រាបបញ្ជាក់ជូនប្រិយមិត្តអ្នកស្ដាប់ឲ្យបានជ្រាបផងដែរថាទស្សនៈមតិខាងលើនេះគឺជាទស្សនៈរបស់លោកហែមវ៉ាន់ឆនតែប៉ុណ្ណោះពុំមែនជាទស្សនៈឆ្លុះបញ្ចាំងពីវិទ្យុខ្មែរប៉ុស្តិ៍នោះឡើយចាឲ្យតាំងនាមឲ្យវិទ្យុខ្មែរប៉ុស្តិ៍នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណទៅដល់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលលោកតែងតែគាំទ្រស្ដាប់នៅអត្ថបទដែលផ្សាយនៅក្នុងវិទ្យុខ្មែរប៉ុស្តិ៍ចាឲ្យសង្ឃឹមថាលោកហែមវ៉ាន់ឆននឹងផ្ដល់នៅអត្ថបទដ៏មានន័យខ្លឹមសារសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាពិសេសគឺសម្រាប់កូនខ្មែរជំនាន់ក្រោយធ្វើការពិចារណាឲ្យបានល្អិតល្អន់ជាបន្តទៀតចាសូមអរគុណខ្មែររួងរងទុកគ្រប់ស្រុកយំស្រែកដោយក្រុមថ្មាតក្អែកបន្លំធ្វើហងស៊ីសាច់ហត់ឈាមជាតិខ្មែរស្លូតត្រង់ស៊ីតាមចំណងក្រុមខ្មាំងសត្រូវខ្មែរជួបបិសាចកំណាចចិត្តខ្មាំងក្រុមចៅចំបាំងបង្កសង្គ្រាមសម្លាប់ម៉ែឪបងប្អូនរួមឈាមក្រុមចៅវៀតណាមខ្មាំងប្រវត្តិសាស្ត្រម៉ែស្ទើហត់ពូជទ្របគេហិនហើយដីខ្មែរក្រាលខ្មោចខ្មោចប្រុសខ្មោចស្រីខ្មោចក្មេងខ្មោចចាស់គោចោលពេញព្រៃក្លិនអាសោចក្រៃសែនគូអនិច្ចាខ្មែរអើយភ្ញាក់ឡើងត្រូវរួមដោះខ្លួនដេញហានុយយួនចោលប្លន់ទឹកដីធ្វើតាមសទ្ធិសញ្ញា23តុលាប្រពៃឆ្នាំ91
ម៉ែអើយភ្ញាក់ឡើងត្រូវដោះខ្លួនដេញហានុយយួនចោលប្លន់ទឹកដីធ្វើតាមសទ្ធិងសញ្ញា23តុលាប្រពៃឆ្នាំ91